ការរៀបចំយន្តការយុវជនឌីដូចជាកាយរដ្ឋនេះគឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់កសាងមូលធនមនុស្សរបស់យើងពាក្យថាមូលធនមនុស្សនោះគឺមិនមែនមានតែសមត្ថភាពនោះទេត្រូវមានស្មារតីមានសីលធម៌គុណធម៌ហើយជាពិសេសនៅស្មារតីស្នេហាជាតិខ្ពស់ធ្វើអ្វីគឺដើម្បីពង្រឹងជាតិរបស់យើងនេះគឺជាចក្ខុវិស័យដោយអាដាមហងជួនរុនបានលើកបំបញ្ញបែបនេះគឺជាបញ្ហាហើយនេះជាកត្តាសំខាន់កត្តាស្នេហាជាតិរួបរวมសាមគ្គីឯកភាពជាតិនេះពិតណាស់គឺជាការចាំបាច់គ្រប់ពេលវេលាវាជាកត្តាសំខាន់យ៉ាងណានោះយើងអាចដឹងហើយកម្ពុជាយើងคล้ายទៅជាប្រទេសមួយដែលបែកបាក់គឺដោយសារការបែកបាក់ឯកភាពជាតិក្រោយពីសង្គ្រាមយើងត្រូវការកសាងធនធានមនុស្សឡើងវិញកសាងស្មារតីសមត្ថភាពនៃការឯកភាពគ្នាជាពិសេសនៅពេលដែលប្រទេសជាតិយើងមានការប្រឈមនឹងការលំបាកហើយនេះហើយគឺជាអ្វីនៃការអប់រំនិងការរៀបចំជាយន្តការផ្សេងហើយយន្តការកាយរដ្ឋជាតិបន្ថែមពីយន្តការអប់រំទូទៅវាជាគំរូមួយនៃការបំផុសនៅស្មារតីនៃការស្ម័គ្រចិត្តបានន័យថាមិនត្រឹមតែបានផលពីសង្គមក្នុងការរៀនសូត្របណ្ដុះបណ្ដាលផលពីសង្គមនៅក្នុងការទទួលបាននូវឱកាសរស់នៅក្នុងសន្តិភាពមានការអភិវឌ្ឍនោះទេប៉ុន្តែត្រូវចេះរួមគ្នាឆ្លៀតឱកាសដោយការស្ម័គ្រចិត្តចែករំលែកត្រឡប់ទៅសង្គមវិញចែករំលែកទី1គឺចែករំលែកតាមរយៈការពង្រឹងសមត្ថភាពខ្លួនឯងឆន្ទៈមនសិការនិងអត្តចរិតអរិយាប័ត្រខ្លួនឯងកុំបង្កបញ្ហាទៅដល់សង្គមដែលនាំឲ្យសង្គមដើរថយព្រោះសង្គមមនុស្សកើតឡើងពីមនុស្សมันអាចសង្អុលថាសង្គមមនុស្សមិនខ្ញុំទេខ្ញុំគ្រាន់តែជាបុគ្គលមួយទេអត់ទេមនុស្សម្នាក់គឺជាកោសិកានៃសង្គមមនុស្សម្នាក់បង្កើតជាគ្រួសារមួយគ្រួសារមួយបង្កើតគ្រួសារច្រើនបង្កើតទៅជាភូមិមួយទៅជាឃុំមួយទៅជាស្រុកមួយទៅជាខេត្តមួយទៅជាក្រុងមួយទៅជាប្រទេសមួយអញ្ចឹងប្រទេសមួយរីកចម្រើនមិនរីកចម្រើនដោយសារបុគ្គលម្នាក់នេះឯងហើយយើងមានកាតព្វកិច្ចទាំងអស់ធ្វើឲ្យប្រទេសយើងរឹងមាំបើសិនជាបុគ្គលម្នាក់មិនមានការទទួលខុសត្រូវមិនមានគេហៅគំនិតនៅក្នុងការចូលរួមអភិវឌ្ឍនោះទេគិតតែពីខ្លួនឯងមិនគិតពីផលដែលខ្លួនធ្វើប៉ះពាល់ទៅដល់សង្គមជាតិនោះទេប្រទេសយើងមិនរីកចម្រើនទេបាទអានឹងយើងឃើញហើយនៅក្នុងជំនាន់ប៉ុលពតជំនាន់អីនោះថាអង្គការសមាគមមួយអង្គការចាត់តាំងមួយដឹកនាំរដ្ឋមួយដែលគាត់គិតនៅក្នុងការពង្រឹងមួយប៉ុន្តែភ្លេចគិតនៅជ្រុងគុណធម៌ជ្រុងសីលធម៌ដែលផ្ដល់ផលការលំបាកដល់ប្រជាពលរដ្ឋនោះធ្វើឲ្យប្រទេសយើងថយក្រោយអញ្ចឹងហើយការរៀបចំយន្តការបែបនេះត្រឹមពង្រឹងយន្តការបែបនេះខ្ញុំគិតថាជាគំរូល្អមិនត្រឹមតែជាគេថាយន្តការក្នុងការប្រមូលមនុស្សឬមួយក៏សមាជិកត្រឹម190,000 នាក់នេះដើម្បីធ្វើសកម្មភាពនោះទេប៉ុន្តែវាជាគំរូសម្រាប់ឲ្យអ្នកផ្សេងទៀតនៅក្នុងការចូលរួមបើកូនម្នាក់ជាសមាជិកកាយរដ្ឋទទួលបានការអប់រំទទួលបានការបណ្ដុះបណ្ដាលទទួលបានគេថាអរិយាប័ត្រមួយដែលល្អគាត់ទៅដល់ផ្ទះវិញអាចជះឥទ្ធិពលទៅដល់ប្អូនជាគំរូទៅដល់ប្អូនរបស់គាត់ជាគំរូទៅដល់មិត្តរបស់គាត់ជាគំរូទៅដល់អ្នកផ្សេងនេះគឺជាកិច្ចការសំខាន់